សូម reply comment បងប្រុសមួយដែលគាត់ឲ្យខ្ញុំបកស្រាយអំពីជីវប្រវត្តិសង្ខេបរបស់ Danny Grebhenko ហើយមុននឹងខ្ញុំបកស្រាយពីប្រវត្តិគាត់សំណូមពរបងប្អូនជួយ subscribe channel YouTube ខ្ញុំមួយផងដែលមានឈ្មោះថាបង្រៀនវឹកហាត់កាច់ដៃ I'm Listening Trend link YouTube ហ្នឹងខ្ញុំដាក់នៅក្រោម profile TikTok របស់ខ្ញុំហើយសង្ឃឹមថាបងប្អូនមិនកំណាញ់ទេត្រឹម subscribe មួយហើយសង្ឃឹមថាបងប្អូនជួយ subscribe អ្នកមួយមកណាដើម្បីឲ្យខ្ញុំមានកម្លាំងនិងទឹកចិត្តធ្វើវីដេអូបន្តទៀតទាក់ទងជាមួយនឹងកីឡាកាច់ដៃ arm wrestling ឥឡូវខ្ញុំសូមរៀបរាប់អំពីជីវប្រវត្តិសង្ខេបរបស់ Danny Grebhenko Danny Grebhenko គឺជាកីឡាករកាច់ដៃមួយដែលជនជាតិរុស្ស៊ីហើយគាត់កើតនៅឆ្នាំ1982បច្ចុប្បន្នគាត់អាយុ43ឆ្នាំឥឡូវសូមនិយាយអំពីកាយសម្បទារបស់គាត់បន្តិចទាក់ទងជាមួយនឹង arm wrestling គាត់មានកម្ពស់ 1m86 ទម្ងន់144គីឡូក្រាម forearm របស់គាត់48សង់ទីម៉ែត្រ bicep 63សង់ទីម៉ែត្រនិង wrist 24សង់ទីម៉ែត្រហើយគាត់គឺជាកីឡាករដែលប្រកបប្រភេទ3កីឡាមានដូចជា arm wrestling powerlift និង strongman ហើយចង់និយាយអំពីការប្រកួតនិងសមិទ្ធផលរបស់គាត់ទាក់ទងជាមួយនឹងកីឡាកាច់ដៃគាត់ធ្លាប់យកឈ្នះDevon Marat នៅឆ្នាំ2010ប៉ុន្តែគាត់ចាញ់Devon Marat វិញនៅឆ្នាំ2025ក្នុងកម្មវិធី Amy Sweat ហើយគាត់ក៏ធ្លាប់ប៉ះកីឡាករ John Pressing បងប្អូនស្គាល់ John Pressing គឺជាកីឡាករសហរដ្ឋអាមេរិកហើយ John Pressing នេះអ្នកដែលបរៀន Rambo ចេះកាច់ដៃគាត់ធ្លាប់ចាញ់ John Pressing នៅឆ្នាំ2008 John Pressing ធ្លាប់ឈ្នះគាត់ប៉ុន្តែគាត់ comeback យកឈ្នះវិញនៅឆ្នាំ2010ហើយដៃគូស្វិតស្វាញរបស់គាត់មួយទៀតគឺកីឡាករ Andrei Pascal ជនជាតិរុស្ស៊ីដែរគឺគាត់ទទួលមរណភាពហើយដោយគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែពេលដែលកីឡាករ Pascal នឹងទទួលមរណភាពគឺ Dennis Grebhenko គាត់បកគោជើងឯកខ្សែក្រវ៉ាត់នឹងឲ្យកីឡាករ Pascal ដើម្បីការគោរពនិងការដឹងគុណពីកីឡាករ Dennis ហើយប្រវត្តិគាត់គឺប៉ុណ្្នឹងទេដោយសារគាត់ឥឡូវគាត់មានបញ្ហាសុខភាពគឺមិនសូវបានហ្វឹកហាត់កាច់ដៃប្រហែលទេហើយប្រវត្តិខ្លីៗខ្ញុំស្រង់មកពីអ៊ីនធឺណិតដែរទេហើយបើខុសឆ្គងមិនកុំប្រកែប្រកាន់ស្ដាប់ដើម្បីឲ្យដឹងទាំងអស់គ្នាតែប៉ុណ្ណឹងហើយសំណូមពរបងប្អូនជួយ subscribe channel YouTube ខ្ញុំមួយផងណាlink YouTube ខ្ញុំដាក់នៅក្រោម profile អរគុណច្រើនគ្រប់លា